បងប្អូនថ្ងៃនេះខ្ញុំមកបង្រៀនធ្វើវិធីធ្វើទឹកជ្រលក់ប្រហិតយើងដាក់ខ្ទឹមសនេះមកនេះខ្ទឹមសនេះម្ទេសនេះមកម្សៅឆាបន្តិចមកស្ករសទឹកម្ទេសនេះខ្ញុំដាក់ទឹកម្ទេសនេះទឹកម្ទេសហើយនេះទឹកខ្មេះបន្តិចមកហើយខ្ញុំដាក់ទឹកត្រីហើយខ្ញុំដាក់ទឹកសុទ្ធនេះបន្តិចមកដាក់ឲ្យយើងយកទៅក្លុកព្រោះហើយខ្ញុំយកទៅក្លុកបន្តិចនេះបងប្អូននេះខ្ញុំក្លុករួចហើយនេះក្លុកទឹកជ្រលក់ប្រហិតរួចហើយនេះពេលវាអញ្ចឹងហើយយើងយកមកដាក់ស្ងោរវាយើងស្ងោរវាហើយយើងកូរវារហូតណាបងប្អូនពេលយើងកូរវារហូតវាសុំទោសបងប្អូនកាមេរ៉ាវាអត់សូវច្បាស់បងប្អូនយើងកូរវារហូតណាយើងកូរវារហូតអញ្ចឹងបងប្អូនយើងកូរវាតឡើងក្រហមណាកូរវាយូរបន្តិចវាឡើងពើអញ្ចឹងបងប្អូនហើយយើងកូរវាយូរបន្តិចចាំបន្តិចកូរវាឡើងតតែក្រហមហើយឥឡូវហ្នឹងទឹកជ្រលក់ចាប់ដើមពុះហើយបងប្អូនពុះពឺស្អាតគូតនងឆ្ងាញ់មែនទេណាបងប្អូនទុកវាបន្តិចទៀតឆ្ងាញ់រសជាតិមិននឹងគឺល្មមឆ្ងាញ់នឹងបងប្អូនទូយកទៅលក់បានយកធ្វើហូបនៅផ្ទះក៏បានអានេះខ្ញុំធ្វើជាប្រចាំលក់ជាប្រចាំម្ដងខ្ញុំលក់ប្រហិតចៀនជាប្រចាំខ្ញុំធ្វើខ្លួនឯងតំណងមែនទេបងប្អូនឥឡូវនេះបានហើយបងប្អូនឆ្អិនហើយប៉ុណ្ណឹងគឺរួចរាល់ហើយបងប្អូនរបៀបធ្វើទឹកជ្រលក់ប្រហិតឆ្ងាញ់អរគុណច្រើនបងប្អូន